តើបងថ្ងៃនេះមកជួបខ្ញុំនៅវីដេអូថ្មីទៀតណាថ្ងៃនេះបានបុកល្ហុងប៉ាតេហើយមានម្ហិតក្តាមមួយមុខដែរហើយបងកុំភ្លេចជួយ follow និង subscribe YouTube ខ្ញុំម្នាក់មួយផងណាកាន់បងប្អូនដែលទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងកូនពៅទៀតហើយបងប្អូនថ្ងៃនេះកូនពៅគេឃ្លានបុកល្ហុងហើយត្រូវវីដេអូម៉ែហ្នឹងក៏គេដាក់បុកល្ហុងដល់ចឹងត្រូវគ្នាដល់ចឹងទៅកូនអ្នកធ្វើម៉ែអ្នកហូបឥឡូវបងប្អូនទៅមើលទាំងអស់គ្នាថាតោះតើបុកល្ហុងហ្នឹងគេធ្វើយ៉ាងម៉េចហើយថ្ងៃនេះមានសាច់អីខ្លះហើយសាច់ថ្ងៃហ្នឹងយើងប្រើជាមួយប៉ាតេបងប្អូនហ្នឹងរដងយើងដាក់បាគីតែថ្ងៃនេះអត់បានដាក់បាគីទេគឺយើងប្រើជាមួយនឹងសាច់ប៉ាតេហើយនឹងប្រហិតក្តាមប៉ុន្តែយើងប្រើក្តាមដែរក្តាមគេហៅក្តាមស្នោហ្នឹងណាអាហ្នឹងឆ្ងាញ់សម្រាប់យើងដាក់បុកល្ហុងតោះឥឡូវបងប្អូនទៅទស្សនាទាំងអស់គ្នាបន្តទៀតតើបុកល្ហុងហ្នឹងគេបុកយ៉ាងម៉េចដើម្បីឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនបងនេះបន្លែបុកល្ហុងយើងលើយគ្នាមានជីមានល្ហុងមានក្រត់ហើយទឹកប្រហុកនេះយើងធ្វើទឹកប្រហុកស្រាប់ហ្នឹងហើយទឹកប្រហុកស្រាប់យើងអត់បានបុកជាមួយប្រហុកខ្មែរយើងទេសារទឹកប្រហុកយើងទិញដបម្ដងយើងបុកជាមួយនឹងប្រហុកខ្មែរយើងប្រហុកសាច់អញ្ចឹងហ្នឹងយើងទិញទឹកប្រហុកស្រាប់ហើយដំបូងហ្នឹងគឺយើងបុកខ្ទឹមហើយជាមួយម្ទេសសិនប៉ុន្តែយើងប្រើស្ករបន្តិចណាបងប្អូនប្រើស្ករសយើងក៏បានប៊ីចេងក៏បានយើងដាក់ដើម្បីបុកកុំឲ្យវាខ្ទាតហ្នឹងបន្ទាប់មកយើងលុំវាបន្តិចហើយទើបយើងប្រើទឹកប្រហុកជាមួយនឹងស្ករក្រហមបន្ថែមទៀតហើយយើងដាក់ក្រូចឆ្មាបញ្ចូលមកហើយក្រូចឆ្មានេះយើងប្រើក្រូចធំដល់អញ្ចឹងវាទឹកល្អទឹកវាច្រើនណាហើយក្រូចឆ្មាយើងអត់ហ៊ានប្រើច្រើនទេខ្លាចវាជូរអញ្ចឹងយើងប្រើតែមួយផ្លែទេប៉ុន្តែក្រូចវាធំឥឡូវយើងដាក់ក្តាមចូលហើយយើងកូរទៅមកយើងអត់លុំទេបងប្អូនយើងគ្រាន់តែកូរវាតិចមកបានហើយយើងដាក់ជើងមាន់ហើយជើងមាន់ហ្នឹងក៏អត់ដាក់ច្រើនដែរប៉ុន្តែនៅក្រៅហ្នឹងមានទៀតយើងដាក់ថាឃើញតែ4 5ប៉ុណ្ណឹងសិនទេដោយសារត្បាល់យើងវាទូចហើយសាច់ប៉ាតេក៏ចឹងដែរសាច់ប៉ាតេក៏យើងអត់ដាក់ច្រើនដែរព្រោះត្បាល់យើងតូចយើងដាក់ប៉ុណ្ណឹងហើយលុំកូរវាសិនដើម្បីវាចូលជាតិហើយតោះមកយើងដាក់ល្ហុងនៅខាងក្រៅនេះល្ហុងដែលយើងចិតហើយសាប់ហើយជាមួយនឹងការ៉ុតហើយដាក់ជីណាតោះមកយើងដាក់ក្តាមនិងសាច់ប៉ាតេដែលយើងលុំចូលគ្នាមិញហ្នឹងមកគឺយើងដាក់បញ្ចូលហ្នឹងហើយបន្ទាប់មកបានយើងយកមកលុំនៅចានដែកបងបុកល្ហុងប៉ាតេយើងហើយឯងតែមិនមានតែប៉ាតេទេមានក្តាមមានជើងមាន់ហើយយើងមានម្ហិតក្តាមទៀតបង